សូមជូនរឿងនាយចន្ទៈសូករិកៈព្រះបរមសាស្តាទ្រង់ប្រារព្ធបុរសម្នាក់ឈ្មោះនាយចន្ទៈសូករិកៈនាយចន្ទៈសូករិកៈនេះជាមនុស្សដែលកាចសាហាវខ្លាំងណាស់ប្រះចាកមេត្តាគិតតែពីការកាប់សម្លាប់សត្វជ្រូកយកសាច់លក់ចិញ្ចឹមជីវិតអស់រយៈពេល55ឆ្នាំគាត់អ្វីដែលគាត់មិនបានធ្វើបុណ្យទានអ្វីបន្តិចសោះឡើយថ្ងៃដែលគាត់បានឃើញបាបកម្មដ៏កាចសាហាវរបស់គាត់នោះគឺនៅថ្ងៃដែលគាត់ចិត្តនឹងស្លាប់គាត់មានសេចក្តីក្តៅក្រហល់ក្រហាយអន្ទះអន្តែងវាទៅមកបីដូចជាភ្លើងអវជ័យមហានរុដិតរោលទាំងរស់បំរះននាលដូចជាសត្វជ្រូកដែលគាត់បានច្រកទឹកក្តៅចូលទៅក្នុងមាត់ដើម្បីនឹងសម្លាប់យ៉ាងនោះឯងក៏ទទួលនៅសេចក្តីទុក្ខវេទនាបែបនេះរហូតអស់រយៈពេល7ថ្ងៃទើបបានធ្វើមរណកាលស្លាប់អស់អាយុសង្ខារទៅកើតសោយទុក្ខយ៉ាងធ្ងន់នៅក្នុងមហាអវជ័យនរកពេលដែលនាយចន្ទៈសូករិកៈកំពុងតែទទួលទុក្ខវេទនារយៈពេល7ថ្ងៃនោះពួកភិក្ខុទាំងឡាយបាននិមន្តចូលទៅបិណ្ឌបាតក្បែរផ្ទះនាយចន្ទៈសូករិកៈនោះបានឮសំឡេងគាត់ស្រែកទួញយំបីដូចជាសំឡេងសត្វជ្រូកស្រែកទើបយករឿងនោះទៅក្រាបទូលដល់ព្រះសាស្តាទ្រង់ត្រាស់ថាសំឡេងនោះមិនមែនជាសំឡេងសត្វជ្រូកគឺជាសំឡេងរបស់នាយចន្ទៈសូករិកៈហើយព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាអ៊ិធៈសោចតិបច្ចៈសោចតិបាបការីឧភយដ្ឋៈសោចតិសោចតិសោវិហញ្ញតិតិថ្វាកម្មកិលិទ្ធមត្តណោអ្នកដែលធ្វើអំពើបាបរមែងសោកសៅក្នុងលោកទាំងពីរគឺរមែងសោកសៅក្នុងលោកនេះផងសោកសៅក្នុងលោកខាងមុខផងគេរមែងសោកសៅក្តៅក្រហល់ក្រហាយព្រោះឃើញកម្មដែលខ្លួនបានធ្វើសៅមងដោយខ្លួនឯងអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទទំព័រ274ដល់280នៃសតុនអបិដកលេខ52ទំព័រទី24ចប់សូមអនុមោទនា